បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះផងដែរខ្ញុំចូលមកស្រែមួយទីតាំងនៅខាងភូមិរហាលស្រុកពនេព្រះខេត្តទីមានជ័យហើយនេះគឺជាស្រែរបស់អ៊ំសុផាតដែលយើងបានធ្វើបង្ហាញមួយគាត់ទៅលើដីស្រែមហត្តា 30A យកប្រាប់ប្រាស់ពូជចង្អែស្រាលគឺចំនួន150គីឡូក្នុងដីស្រែមហត្តា 30A នេះហើយស្រែនេះដែរគឺយើងអនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុនជីសញ្ញាក្បាលកបីដែលយើងបានប្រើប្រាស់ជី Bio Calcium ទ្រាប់បាតហើយនឹងបន្ទាប់មកគឺយើងប្រើប្រាស់ជីសញ្ញាក្បាលកបីស្រូវមួយដែលយើងបាចវគ្គទី1និងវគ្គទី2ហើយបន្ទាប់មកទៀតនៅវគ្គដាច់នេះគឺយើងប្រើជីសញ្ញាក្បាលកបីស្រូវ2ហើយនេះគឺជាលទ្ធផលដែលយើងបានប្រើប្រាស់ជីសញ្ញាក្បាលកបីតាំងពីដើមរហូតដល់ចប់បាទនេះបងប្អូនមើលនេះបាទនេះយើងមកមើលគួរស្រូវរបស់យើងគឺផ្លែស្អាតភ្លឺក៏ពេញល្អមែនទែនបាទជាក់ស្ដែងនេះយើងមកមើលតាក់ទងនឹងគួររបស់ស្រូវគឺវែងមែនទែនគួររបស់វាយើងមើលគួរហើយគ្រាប់ច្រើនចង្អែគឺគ្រាប់ច្រើនហើយចំពោះស្លឹកយើងមកមើលស្លឹកទុំជ័យវាគ្រាប់ទុំប៉ុណ្ណឹងហើយគឺស្លឹកនៅតែខៀវស្អាតបាទគុណភាពទ្វេបដី